Hello all friend បាទមកយ៉ានេះគឺអត់សូវមានវីដេអូផុសទេបងប្អូនបាទដោយសារតែការងារវារញ៉េរញ៉ៃទៅណាការងាររញ៉ៃវាអត់មានពេលក្នុងការធ្វើវីដេអូបង្ហោះចែកជូនបងប្អូនទេបាទហើយក្បាលណាឥឡូវនេះគឺកាត់បានកុំព្យូទ័រដែលបាច់ចង់ថ្ងៃមុនហ្នឹងគឺឥឡូវគឺយើងតិចថ្មីបានហើយ$25តិចកុំព្យូទ័រថ្មីបាន$25នេះបងប្អូនយ៉ា$25បាន Core i3 ជំនាន់3ជំនាន់2ជំនាន់3ហ្នឹងឯងហើយ RAM 4 hard disk 500GB បាទខូចថ្មខូចថ្មហើយនេះអាចារ្យនេះទុកសិនអាចារ្យណាបាទហើយអានេះគេមកធ្វើខូចspeaker កណ្ដឹងលឺរ៉ែបាទដំណោះស្រាយអត់ចាំបាច់ដូរទេកាត់កណ្ដឹងចោលទុកតែមកគ្រាប់បានហើយបាទហើយអានេះ iPhone 11បញ្ហាគាត់ទូរស័ព្ទគាត់សាកថ្មទៅជាមួយនឹងឡានណាសាកជាមួយនឹងបងគាត់ទៅកង់ឡានកុងតឺន័រហើយគាត់ធ្វើអាកតុយបរិយហ្នឹងហើយដល់ពេលគាត់ដោតសាកនឹងឡានហ្នឹងសាជន់ឡានងងសាកលែងចូលបាត់ណាខូចអាកតុយបរិយហ្នឹងសាកលែងចូលមកខូចដល់ទូរស័ព្ទទៀតឥឡូវហ្នឹងយើងបានធ្វើការផ្លាស់ប្ដូរទៅលើ IC សាកវាមកគ្រាប់មិនមែនមកគ្រាប់ពីរគ្រាប់អា IC សាកអាខាងក្រៅមួយខាងក្នុងមួយណាបាទឥឡូវយើងឃើញថាកម្លាំងភ្លើងសាករបស់វាគឺ 2.3 ចូលហើយហ្នឹងហើយបងប្អូនណាវាមួយរយៈហ្នឹងគឺការងារញ៉ៃពេកចឹងទៅអត់មានពេលក្នុងការថតបង្ហាញទេហើយណាមួយវាការងារដដែលវាអត់មានអីថ្មីបាទអត់មានអីថ្មីទេបាទថ្ងៃនេះគឺធ្វើការងារដដែលបាទដូរឲ្យក្រង់អ៊ុត screen ម៉ាស៊ីនរលត់ម៉ាស៊ីនឆ្លងម៉ាស៊ីនអីបាទហើយដូចជាអត់មានអីទេថ្ងៃនេះបាទមានតែប៉ុណ្្នឹងទេវីដេអូបាយបាយសុខសប្បាយទាំងអស់គ្នាបងប្អូន